កណាទៀនអញ្ចឹងគឺថ្ងៃនេះជាថ្ងៃច័ន្ទ15កើតខែមិញឆ្នាំម្សាញ់សប្បុរស័កពុទ្ធសករាជ2569ថ្ងៃនេះផងដែរគឺជាថ្ងៃមួយដែលប្រកបទៅដោយនក្ខត្តឫទ្ធិមង្គលសិរីសួស្តីល្អតាមបែបបទប្រពៃណីនៅក្នុងកម្ពុជាយើងគឺតែងមានការប្រារព្ធធ្វើនៅពិធីបុណ្យមួយហៅថាបុណ្យមាឃបូជាហ្នឹងហើយនៅខាងមន្ទីរមានជ័យក៏មានការរៀបចំធ្វើនៅក្នុងឃុំមន្ទីរឆ្មាស្រុកថ្មពួកគឺធ្វើនៅក្នុងប្រាសាទបន្ទាយឆ្មាតែម្ដងចឹងគឺមានការរៀបចំកន្លែងយ៉ាងស្អាតបាតយ៉ាងល្អនៅក្នុងពិធីបុណ្យមាឃបូជានោះក៏ដូចជាទូទៅតាមវត្តអារាមទាំងអស់ដែរដែលមានការប្រារព្ធធ្វើនៅមាឃបូជានេះមាឃបូជានេះបើយើងនិយាយនៅគោលសំខាន់គឺយើងយកនៅគោលធំពីរប្រការដែលប្រារព្ធនៅក្នុងពិធីបុណ្យនេះឡើងគឺទី1គឺយើងរំលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងនៅក្នុងឱវាទបតិមោក្ខដែលជាបេះដូងព្រះធម៌ដែលព្រះអង្គប្រកាសសម្ដែងនៅក្នុងវត្តវេលវ័នក្រុងរាជក្រឹត្យបន្ទាប់អំពីត្រាស់ដឹងបាន9ខែហេតុទី2នោះគឺរំលឹកដល់ការដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ដាក់អាយុសង្ខារចំពោះមុខមីដែលនៅក្នុងការនោះព្រះអង្គបានត្រាស់ថាមនាមីអ្នកចូលស្រួលចិត្តចាស់អំណះតទៅនៅ3ខែទៀតតថាគតនឹងបរិនិព្វានហើយអញ្ចឹងគឺរលឹកដល់ថ្ងៃនោះដែលយើងគួរសោកស្ដាយចំពោះព្រះរូបព្រះឆោមរបស់ព្រះដ៏មានពភាដូច្នេះហើយបានជាយើងនាំគ្នាប្រារព្ធធ្វើនៅពិធីបុណ្យមាឃបូជានឹងឡើងបានហើយនៅក្នុងថ្ងៃនេះដែរវត្តវេលវ័នផ្សារថ្មីយើងក៏បានរៀបចំនៅធ្វើពិធីបុណ្យមាឃបូជានេះអញ្ចឹងសូមពុទ្ធបរិស័ទចូលរួមអនុមោទនាដោយសេចក្តីជ្រះថ្លាដើម្បីជាមហាកុសលសម្រាប់កប់ទុកនៅក្នុងពុទ្ធសាសនាតទៅខាងមុខរៀងខ្លួនសូមអនុមោទនា